ចាជំរាបសួរបងប្អូនគ្នាចាអរគុណព្រះសម្រាប់ពេលវេលាដែលអ្នកគ្រូរបស់បងប្អូនគ្នាបានជួបគ្នាសាជាថ្មីផងដែរចាអញ្ចឹងជួបមនុស្សបងប្អូនគ្នាអញ្ចឹងនេះគឺយើងនឹងរៀនមេរៀនទី8អំពីការគុណចំនួនទស្សភាគនិងចំនួនគុណអញ្ចឹងនេះគឺយើងនឹងរៀនជាមួយនឹងគ្នាតកតងជាមួយនឹងការគុណចំនួនទស្សភាគនិងចំនួនគុណចាហើយនៅក្នុងនោះក៏អ្នកគ្រូមានលំហាត់តែមួយខ្ទង់ទេនៅថ្ងៃនេះដែលយកមកបញ្យល់បងប្អូនគ្នាអញ្ចឹងនៅខ្ទង់កនេះគេឲ្យយើងហ្មងចាគឺ 3.08 ហើយគុណជាមួយនឹង35ចាហើយអ្នកគ្រូក៏មានជាប្រមាណវិធីដែរចាអញ្ចឹងក្នុងការដែលយើងគុណចំនួនទស្សភាគនិងចំនួនគុណគឺយើងគុណដោយតែចំនួនគុណដែរទេគ្រាន់តែយើងខុសនៅផ្នែកទស្សភាគចាអញ្ចឹងដើម្បីដឹងថាតើការគុណចំនួនទស្សភាគនិងចំនួនគុណគេគុណបែបណាឥឡូវយើងមកសាកគុណមួយគ្រប់បងប្អូនគ្នាណាតោះឥឡូវយើងសាកគុណមកយើងគុណដោយតែចំនួនគុណដែរទេអញ្ចឹង5ចា5 8ដងហ្មងគុណចាគឺ40យើងសរសេរលេខ0យើងត្រាទុកចាយើងត្រាទុក4មកចាអញ្ចឹងយើងគុណបន្តទៀតមក5 0ដងយើងបាន0បូកជាមួយនឹង4គឺយើងបានចាយើងបាន4យើងគុណបន្តទៀតចា5 3ដងគឺយើងស្មើ15ចាអញ្ចឹងយើងសរសេរលេខ15មកហ្មងចាយើងគុណបន្តទៀតមកចា3 8ដង20 24ចាយើងសរសេរលេខ4យើងត្រាទុកចាយើងត្រាទុក2 3 0ដង0បូកជាមួយនឹង2យើងបាន2ចា3 3ដង5 9ចាអញ្ចឹងយើងសរសេរលេខ9មកចាអញ្ចឹងមកយើងធ្វើការបូកធម្មតាមកចា0មានអត់មានអីបូកគឺយើងទុំចាយើងទុំលាក់4បូកជាមួយនឹង4យើងបាន8ចា5បូកជាមួយនឹង2យើងបាន7ហើយ1នេះបូកជាមួយនឹង9គឺយើងបាន10ចាអញ្ចឹងនៅពេលដែលយើងឃើញចម្លើយបែបហ្នឹងហើយចាទាំងអស់គ្នាអត់ទាន់យកចម្លើយហ្នឹងយកទៅដាក់ហ្មងទេគឺយើងត្រូវការមើលនៅផ្នែកទស្សភាគនៅតួគុណទី1ដែរចាឥឡូវយើងមកមើលនៅតួគុណទី1មានផ្នែកទស្សភាគប៉ុន្មានខ្ទង់ចាយើងរាប់មក1 2ឃើញគេចុចនៅកន្លែងនេះអញ្ចឹងមានន័យថាផ្នែកទស្សភាគគឺមាន2ខ្ទង់ចាអញ្ចឹងបើផ្នែកតួគុណទស្សភាគនេះមាន2ខ្ទង់គឺយើងត្រូវការយកមកដាក់នៅផលគុណនេះ2ខ្ទង់ដូចគ្នាដែរចាយើងរាប់ពីក្រោយមកគឺ1 2ចាអញ្ចឹងគឺយើងចុចនៅកន្លែងនេះទៅមកចាគឺយើងចុចចាអញ្ចឹងចម្លើយរបស់យើងគឺឃើញ 107.80 ចាអញ្ចឹងគឺយើងយកចម្លើយរបស់យើងយកមកដាក់មកគឺ 107.8 ចា.80 ចាអញ្ចឹងតកតងជាមួយនឹងការគុណចំនួនទស្សភាគនិងចំនួនគុណគឺគេគុណបែបហ្នឹងចាអញ្ចឹងអ្នកគ្រូមេរៀនរបស់អ្នកគ្រូថ្ងៃហ្នឹងក៏មានត្រឹមតែប៉ុណ្្នឹងអញ្ចឹងអ្នកគ្រូសូមថាបងប្អូនទាំងគ្នាបានត្រឡប់ទៅវិញក៏បានអនុវត្តរៀនផងដែរចាអញ្ចឹងអ្នកគ្រូសូមអរគុណសូមព្រះប្រទានពរ